ស្ដីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយនឹងខ្ញុំមកអាប់ដេតតម្លៃ 026 ឬក៏ហៅថា Honda Dream 2026 ចង់ដឹងថាតើតម្លៃវាធ្លាក់ឬក៏ឡើងនៅពេលជិតចូលឆ្នាំខាងមុខនេះធម្មតាទេតម្លៃវាតែងតែប្រែប្រួលទៅតាមហាងនីមួយៗនៅពេលជិតចូលឆ្នាំអញ្ចឹងប្រហែលជាគេប្រម៉ូសិនលក់បញ្ចុះតម្លៃមុននឹងចូលដល់តម្លៃយើងមកមើលទ្រុសទៅលើរូបរាងរបស់វាគឺរូបរាងរបស់វាគឺ slim ស្អាតគឺទាន់សម័យបើសម្រាប់ខ្ញុំវិញគឺខ្ញុំពេញចិត្តជាងគេគឺត្រង់តែមរចនាបថតែមរបស់វាខាងក្រោយគឺស្រួចដោយក្បាលព្រួញបន្តិចមើលទៅគឺស្អាតគួរឲ្យចាប់ចិត្តអ្វីដែលខ្ញុំពេញចិត្តមួយទៀតនោះគឺរចនាបថខាងក្រោយគឺយើងមើលពីខាងក្រោយតែខាងស្តុបខាងក្រោយគឺមើលទៅវាស្អាតចំណែកតម្លៃវាវិញនៅពេលចេញដំបូងគឺវាថ្លៃមែនទែនគឺលោតដល់3000ឯណោះសម្រាប់ផ្នែកកុងតូវិញគឺថ្មីកាន់តែស៊ីវិល័យថែមទៀតរចនារបស់វាគឺមិនសូវខុសគ្នាប្រហែលទេទៅលើ025 024 023អីហ្នឹងគឺរចនាវាស្រដៀងគ្នាទេស៊ុំខាងក្រៅតែគេក៏បដូររចនាបថខាងក្នុងដែររចនាបថខាងក្នុងគឺគេបន្ថែមឲ្យវាកាន់តែស្អាតកាន់តែទាក់ទាញថែមទៀតចំណែកចង្គីងខាងមុខវិញគឺគេប្រើអំពូល LED កញ្ចក់ភ្លឺថ្លាល្អដែលងាយស្រួលនៅពេលដែលយើងធ្វើដំណើរនៅពេលយប់គឺងាយស្រួលក្នុងការមើលផ្លូវចំណែកផ្លាកកខាងមុខវិញគឺគេរចនាបថមកគឺរាងខ្លីស្អាតខុសពី model មុនបើយើងមើលពីខាងមុខវិញគឺពិតជាលយមែនទែនគឺស្អាតទាក់ទាញអារម្មណ៍ជានិច្ច Honda Dream គឺជា model មួយសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំពេញចិត្តបន្ទាប់ពីខ្ញុំរៀបរាប់ពីរូបរាងរបស់វាយ៉ាងច្រើនឥឡូវយើងមកដឹងពីតម្លៃរបស់វាម្ដងតើតម្លៃរបស់វានៅពេលជិតចូលឆ្នាំនេះតើវានៅសល់ប៉ុន្មាន Honda Dream 2026តម្លៃរបស់វាក៏មិនខ្ពស់ក៏មិនទាបពេកដែរគឺសមរម្យល្មមស័ក្តិសមឲ្យយុវជនយុវនារីទាំងយកទៅប្រើប្រាស់ក្នុងរដូវកាលចូលឆ្នាំខាងមុខនេះបើតាមខ្ញុំដឹងគឺនៅរដូវកាលជិតចូលឆ្នាំខាងមុខនេះតម្លៃរបស់វាគឺនៅសល់តែ24ជាងអីហ្នឹងឬក៏ខុសគ្នាបន្តិចបន្តួចទៅតាមហាងនីមួយៗទៅតាមកន្លែងនីមួយៗលក់មិនដូចគ្នានោះទេតើបងប្អូនយល់យ៉ាងណាដែរចំពោះ Honda Dream 026គូយកឬមិនយកកុំភ្លេចជួយ comment នៅខាងក្រោមដើម្បីឲ្យខ្ញុំដឹងកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់ទៀត